សួស្តីប្រិយមិត្តដែលបានស្ដាប់នៅក្នុង Channel YouTube តារាខ្មែរលុយថ្ងៃនេះខ្ញុំបាទសួរបង្វែរអារម្មណ៍ប្រិយមិត្តមកស្ដាប់រឿងរ៉ាវរបស់មេឃាតករនៃសម័យសហភាពសូវៀតដែលវីដេអូនេះប្រិយមិត្តមើលដំបូងពិតជាអាណិតដល់អ្នកទោសម្នាក់នោះណាប៉ុន្តែបើសិនជាប្រិយមិត្តទាំងអស់គ្នាដឹងពីប្រវត្តិរបស់គាត់ប្រិយមិត្តប្រកាសជាគិតថាគាត់នេះពិតជាសមនឹងស្លាប់ដោយព្យួរក៏ពិតមែនហើយសមនឹងព្យួរក៏រាប់ពាន់ដងទៀតទើបសមនឹងទម្ងន់ទោសរបស់គាត់តើប្រិយមិត្តចង់ដឹងថាបុរសដែលត្រូវគេព្យួរកនោះគាត់មានមុខតំណែងជាអ្វីគាត់បានប្រព្រឹត្តនៅបទល្មើសអ្វីខ្លះតោះទៅទស្សនាការបង្ហាញពីជីវប្រវត្តិនិងបទល្មើសរបស់គាត់ពីខ្ញុំបាទដូចតទៅជីវប្រវត្តិនិងឧក្រិដ្ឋកម្មរបស់លោក Karl Hermann Frank លោក Karl Hermann Frank គឺជាមន្ត្រីជាន់ខ្ពស់ណាស៊ីម្នាក់ដែលបានបម្រើការងារជាលេខាធិការរដ្ឋនិងក្រោយមកជាមេដឹកនាំជាន់ខ្ពស់នៃអង្គភាព SS និងប៉ូលីសនៅក្នុងតំបន់អាណាព្យាបាលបូហេមៀនិងម៉ូរ៉ាវីបច្ចុប្បន្នជាផ្នែកនៃសាធារណរដ្ឋឆែកលោកត្រូវបានគេស្គាល់ជាទូទៅបំផុតតាមរយៈការបញ្ជាឲ្យកំទេចភូមិលីឌីសេរបស់ឆែកក្នុងឆ្នាំ1942បន្ទាប់ពីសង្គ្រាមលោកលើកទី2គាត់ត្រូវបានគេចាប់ខ្លួនកាត់ទោសនិងប្រហារជីវិតពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រវត្តិនិងការងើបឡើងនៃអំណាច Karl Hermann Frank កើតនៅក្នុងឆ្នាំ1898នៅទីក្រុង Karlsbad ដែលកាលនោះជាផ្នែកនៃចក្រភពអូទ្រីសហុងហ្គារីបច្ចុប្បន្នគឺទីក្រុង Karlovy គាត់គឺជាជនជាតិអាល្លឺម៉ង់ស៊ូដេនតិនជនជាតិភាគតិចនិយាយភាសាអាល្លឺម៉ង់ក្នុងប្រទេសជេកូស្លូវ៉ាគីបន្ទាប់ពីចក្រភពអូទ្រីសហុងហ្គារីដួលរលំក្រោយសង្គ្រាមលោកលើកទី1គាត់មានអារម្មណ៍ថាត្រូវបានគេបោះបង់ចោលនៅរដ្ឋថ្មីនៃប្រទេសជេកូស្លូវ៉ាគីនៅទសវត្សរ៍ឆ្នាំ1920និង1930គាត់បានចូលរួមក្នុងចលនាជាតិនិយមអាល្លឺម៉ង់ជ្រុលនិយមនិងបានក្លាយទៅជាបុគ្គលសំខាន់ក្នុងគណបក្ស Sudetenland SDP ទស្សនៈរបស់គាត់ស្របគ្នាទាំងស្រុងអំវ័យនឹងគណបក្សណាស៊ីរួមមានរបបផ្ដាច់ការចំណាត់ថ្នាក់ពូជសាសន៍ការស្អប់ខ្ពើមជនជាតិជីវ័យនិងការពង្រីកអំណាចអាល្លឺម៉ង់ការត្រួតត្រានិងការសម្លាប់រំលាយនៅលីឌីសេបន្ទាប់ពីអាល្លឺម៉ង់បានកាន់កាប់ជេកូស្លូវ៉ាគីទាំងស្រុងក្នុងឆ្នាំ1939 Frank ត្រូវបានតែងតាំងជាមន្ត្រីជាន់ខ្ពស់បំផុតក្នុងតំបន់គាត់បានគ្រប់គ្រងលើការធ្វើទុកបុកម្នេញជាសេម៉ាន់លើពលរដ្ឋឆែកពិសេសជនជាតិជីវ័យនិងអ្នកប្រឆាំងនយោបាយនៅថ្ងៃទី27ខែឧសភាឆ្នាំ1942បន្ទាប់ពីលោក Reinhard Heydrich មេដឹកនាំណាស៊ីជាន់ខ្ពស់ម្នាក់ត្រូវបានគេលុបធ្វើឃាតនៅទីក្រុងប្រាកFrank គឺជាម្នាក់ដែលត្រូវបានចាត់តាំងឲ្យអនុវត្តការសងសឹកទោះបីជាភូមិលីឌីសេគ្មានទំនាក់ទំនងនឹងការធ្វើឃាតក៏ដោយក៏ភូមិនេះត្រូវបានជ្រើសរើសយកទៅធ្វើជាឧទាហរណ៍បំភាបុរសពេញអាយុទាំងអស់173នាក់ត្រូវបានបាញ់សម្លាប់ស្ត្រីត្រូវបានបញ្ជូនទៅកាន់ជំនោរប្រមូលផ្ដុំជំនោរ Ravensbrück កុមារប្រហែល188នាក់ត្រូវបានសម្លាប់ដោយប្រើ gas ពុលឬបញ្ជូនទៅឲ្យគ្រួសារអាល្លឺម៉ង់ចិញ្ចឹមដើម្បីបន្សំពូជសាសន៍ភូមិទាំងមូលត្រូវបានបំភ្លឺងកំទេចចោលនិងលុបឈ្មោះចេញពីផែនទីផ្លូវការការចាប់ខ្លួននិងការកាត់ទោសនៅពេលណាស៊ីចាញ់សង្គ្រាមនៅខែឧសភាឆ្នាំ1945 Frank បានព្យាយាមរត់ក្អែកទៅទិសខាងលិចប៉ុន្តែត្រូវបានកងទ័ពអាមេរិកចាប់ខ្លួននិងប្រដៅឲ្យអាជ្ញាធរជេកូស្លូវ៉ាគីផ្ទុយពីមន្ត្រីណាស៊ីដទៃទៀតដែលត្រូវបានកាត់ទោសនៅទីក្រុង Nuremberg លោក Frank ត្រូវបានកាត់ទោសនៅទីក្រុងប្រាកដោយតុលាការប្រជាជនជេកូស្លូវ៉ាគីក្នុងឆ្នាំ1946គាត់បានចោទហេតុពីបទឧក្រិដ្ឋកម្មសង្គ្រាមឧក្រិដ្ឋកម្មប្រឆាំងមនុស្សធម៌និងការបំផ្លាញជាតិជេកូស្លូវ៉ាគីក្នុងអំឡុងការកាត់ទោសគាត់មិនបានបដិសេធព្រឹត្តិការណ៍នោះទេប៉ុន្តែបានព្យាយាមទម្លាក់កំហុសទៅលើថ្នាក់លើគាត់ការប្រហារជីវិតនៅព្រឹកថ្ងៃទី22ខែឧសភាឆ្នាំ1946តុលាការបានរកឃើញថាគាត់មានទោសទាំងអស់និងកាត់ទោសប្រហារជីវិតដោយការព្យួរកជាសាធារណៈមុនពេលស្លាប់គាត់មិនបានបង្ហាញការសោកស្ដាយឬសុំទោសជនរងទោសទេពាក្យចុងក្រោយរបស់គាត់គឺថាអាល្លឺម៉ង់ចូលឆ្នាំ Long Live Germany ការស្លាប់របស់គាត់ត្រូវបានចាត់ទុកជានិយត្តស័ព្ទរបស់ជនរងទោសនៅលីឌីសេនិងប្រជាជនឆែកទាំងអស់ដែលបានរងទុក្ខនៅក្រោមរបបណាស៊ីនេះហេឲ្យចំសង្គ្រាមមិនមានអ្វីចំណេញទេមានតែនិរាសប្រាត់ប្រាក់និងឈឺចាប់វីដេអូបានមកដល់ទីបញ្ចប់ទៅហើយតើប្រិយមិត្តយល់យ៉ាងណាដែរ
សូមអរគុណសម្រាប់ការទស្សនាវីដេអូនេះកុំភ្លេចជួយចុច Subscribe Channel ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូរបស់ខ្ញុំបាទបន្តទៀតសូមអរគុណជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា